ឡអត់នឹងដែលលីកាដូពីមុនមកធ្លាប់ចេញរបាយការណ៍ថាទេសភាពថ្មីសម័យទំនើបនៅក្នុងឡអត់វាស្មើនឹងទេសកលហ្នឹង The focus of this episode of Mekong Matters lies on Cambodia's soaring debt crisis and its human rights impacts. A Cambodian farmer borrowed $3,000 to help pay for her son's wedding, but the loan she took quickly ballooned to $7,000. The money her son sent back from Thailand to help with the repayment also dried up when job losses spiraled due to COVID. The increasing debt and lack of work means she has fears that they will be forced to sell their home and fields. Cambodia has one of the highest levels of household microfinance debt per capita in the world. In 2024, nearly 3 million microloans circulated among the country's 3.8 million households, carrying a total debt of more than $18 billion. It's often people already living in poverty that take on loans to keep a small business afloat or to pay for a medical emergency. The promise of a small loan can quickly become a life sentence of debt. Cycles of loan juggling lead to food insecurity, children being pulled out of school to work, and loss of livelihoods. In the worst cases, the weight of debt had pushed some to take their own lives. Desperation also makes people, especially women and ethnic minorities, more vulnerable to exploitation, making them targets for traffickers. Lured by false promises of work abroad, they find themselves trapped in forced labor, forced marriages, or sexual exploitation. Meanwhile, banks and microfinance institutions are thriving. Human Rights Watch has documented predatory lending and aggressive debt collection practice that have turned poverty into profit. In this episode, we hear from Amsam Ak, Operations Director at Licato and Human Rights Advocate. Licato, a Cambodian human rights organization, has conducted extensive research on debt-related human rights impacts. នៅក្នុងឆ្នាំ 2025 យើងឃើញនៅទំហំកម្ចីមីក្រូហិរញ្ញវត្ថុហ្នឹងវារហូតដល់ជាង $19,000 លាន ហើយបើយើងគិតជាកម្ចីជាង 3 លានកម្ចី ហើយបើយើងគិតជាមធ្យមវិញទំហំនៃកម្ចីនេះយើងគិតតាំងពីឆ្នាំ 2023 មកយើងឃើញថាក្នុងមួយកម្ចីហ្នឹង $9,037 គិតជាមធ្យមណាបាទហើយបើយើងមើលទៅលើទំហំនៃកម្ចីនៃគ្រួសារនីមួយៗយើងឃើញថាគិតជាប្រាក់ចំណូលប្រចាំឆ្នាំរបស់គ្រួសារគាត់វាស្មើនឹង 95% អញ្ចឹងផលប៉ះពាល់សម្រាប់គ្រួសារមួយចំនួនហ្នឹងដែលគាត់អត់មានលទ្ធភាពនៅក្នុងការសងត្រឡប់ហ្នឹងច្រើន What is driving this debt? Why do people take loans with high interest rates? And what factors push them towards money lenders? អញ្ចឹងនៅពេលដែលកត្តាជីវភាពគាត់មានការខ្វះខាតគាត់នៅស្វែងរកកម្ចីអញ្ចឹងការស្វែងរកកម្ចីដំបូងគឺគាត់ស្វែងរកកម្ចីនៅក្នុងប្រព័ន្ធហើយយើងឃើញទៀតសោតអាការវាតម្លៃនៃការផ្ដល់ទៅលើកម្ចីនៅក្នុងប្រព័ន្ធនេះមានកម្ចីជាច្រើនដែលយើងមើលទៅថាបីទៅជាការនីតិវិធីនៃការផ្ដល់កម្ចីហ្នឹងវាខុសពីគោលដៅឧទាហរណ៍ដែលយើងរកឃើញប្រជាពលរដ្ឋជាច្រើនគាត់អាចខ្ចីកម្ចីសម្រាប់សុខភាពសម្រាប់ការអប់រំសម្រាប់ទៅខ្ចីសម្រាប់ទៅទិញរបស់របរផ្សេងៗទៀតដែលខុសអំពីកម្ចីមីក្រូហិរញ្ញវត្ថុនៅក្នុងការទិសដៅលើកម្ពស់ទៅលើមុខរបររបស់ពួកគាត់អញ្ចឹងកាលណាតែគាត់ខ្ចីទៅហើយទៅប្រើប្រាស់ខុសគោលដៅអានឹងហើយដែលធ្វើឲ្យគាត់នឹងគ្មានលទ្ធភាពក្នុងការសងត្រឡប់ហើយអាចទៅខ្ចីកម្ចីឯកជននឹងយកមកសងកម្ចីបានន័យថាផ្លូវតាមស្របច្បាប់ឬក៏ផ្លូវការហ្នឹងហើយអញ្ចឹងកម្ចីរបស់គាត់អាចនឹងឡើងទៅខ្ពស់ទៅវាទៅជាមានលក្ខណៈកម្ចីវ៉ាន់កហើយធ្វើឲ្យពួកគាត់អាចបាត់បង់នៅការគ្រប់គ្រងចំណូលសម្រាប់គ្រួសារ Who's financing this debt? Microfinance institutions, informal lenders, or criminal actors?
And who benefits most from microcredits? ទីមួយកម្ចីផ្លូវការកម្ចីផ្លូវការវាពាក់ព័ន្ធជាមួយអ្នកវិនិយោគអញ្ចឹងវាមានអ្នកវិនិយោគក្រៅប្រទេសហើយនិងអ្នកវិនិយោគនៅក្នុងប្រទេសអញ្ចឹងអ្នកវិនិយោគក្រៅប្រទេសនៅពេលដែលបញ្ហាកម្ចីមីក្រូហិរញ្ញវត្ថុនេះមានបញ្ហាសម្រាប់អ្នកខ្ចីគាត់ក៏ត្រូវប្រឈមមុខក្នុងការទទួលខុសត្រូវដែរដោយសារតែការវិនិយោគរបស់គាត់ដែលធ្វើឲ្យមានបញ្ហារំលោភសិទ្ធិឬក៏បញ្ហាសិទ្ធិមនុស្សកើតឡើងហើយត្រូវតែមើលទៅលើការវិនិយោគរបស់គាត់ហើយត្រូវមានគោលនយោបាយច្បាស់លាស់ត្រូវមានការតាមដានយន្តការនៃការវិនិយោគនឹងបានច្បាស់លាស់ទី2គឺក្រុមហ៊ុនឬក៏យើងហៅថាមីក្រូហិរញ្ញវត្ថុឬធនាគារដែលកម្ចីផ្លូវការហ្នឹងគាត់ត្រូវតែមានការគោរពទៅតាមគោលការណ៍សិទ្ធិមនុស្សគោលការណ៍ច្បាប់របស់កម្ពុជាយើងធ្វើម៉េចកុំឲ្យមានការរំលោភបំពានសិទ្ធិមនុស្សបើមានការរំលោភបំពានត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ហើយដែលខ្ញុំនិយាយថាភាគីមួយកម្ចីមួយទៀតក៏វាអាចទៅពាក់ព័ន្ធជាមួយនឹងកម្ចីផ្លូវការដែរគឺកម្ចីក្រៅផ្លូវការហ្នឹងកម្ចីក្រៅផ្លូវការហ្នឹងដែលយើងធ្វើការទៅយើងឃើញមានក្រុមហ៊ុនមានមន្ត្រីមានគ្រួសារមន្ត្រីមានអ្នកវិនិយោគផ្សេងៗទៀតដែលគាត់បង្កើតជាកម្ចីមិនផ្លូវការហ្នឹងដើម្បីផ្ដល់កម្ចីប៉ុន្តែយើងមើលទៅវាហាក់ដូចជាមានតំណែងតំណងគ្នាដោយសារតែនៅពេលដែលកម្ចីផ្លូវការក៏អត់មានលទ្ធភាពសងមន្ត្រីអន្តរជាតិបានចង្អុលបង្ហាញទៅរកកម្ចីមិនផ្លូវការបានន័យថាកម្ចីឯកជនដើម្បីយកមកសងអញ្ចឹងបើយើងមើលទៅតំណែងតំណងពីរនេះវានៅតែមានតំណែងតំណងនឹងគ្នាហើយអ្នកដែលរកស៊ីកម្ចីឯកជនហ្នឹងគឺដឹងច្បាស់អំពីអតិថិជនដែលជំពាក់បំណុលមីក្រូហិរញ្ញវត្ថុហ្នឹងហើយមួយទៀតកម្ចីក្រៅផ្លូវការមួយទៀតដែលយើងគិតថាជាកម្ចីខុសច្បាប់ដែរគឺមានកម្ចីអនឡាញបាទកម្ចីអនឡាញនេះវាពាក់ព័ន្ធច្រើនដែរទី1ការកម្ចីអនឡាញនេះវាคล้ายជាការរកស៊ីបោកប្រាស់បើយើងមើលទៅកម្ចីអនឡាញដែលខុសច្បាប់កន្លងមកនេះវាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរសម្រាប់សិទ្ធិពលរដ្ឋជាពិសេសយើងមើលទៅលើសិទ្ធិរបស់ស្ត្រីដែលកម្ចីអនឡាញនេះគឺគេប្រើប្រាស់ជារូបភាពមុននឹងឲ្យខ្ចីគឺឲ្យស្ត្រីហ្នឹងក៏ថតជារូបភាពរបៀបអាភាសអាក្រាតដើម្បីផ្ញើទៅហើយគេផ្ដល់កម្ចីនៅពេលដែលរូបភាពមួយទៀតគឺគេក្រោយពីខ្ចីហើយដែលគេអត់យើងអ្នកខ្ចីអត់សងបានអ្នកកម្ចីអ្នកដែលឲ្យខ្ចីនឹងរំខានទៅលើមិត្តភ័ក្តិទៅលើក្រុមគ្រួសារអីដែលបង្ហោះរូបដែលគេអត់ដឹងខ្លួនសោះហើយយករូបភាពគេទៅបង្ហោះបរិហាគេជារឿងមួយគ្រោះថ្នាក់ហើយប៉ះពាល់ដល់កិត្តិយសគេនេះយើងឃើញកន្លងមកហើយអញ្ចឹង What's about online loans? Who are behind them? អ្នកដែលកម្ចីអនឡាញនេះវាមានទាំងបរទេសវាមានទាំងខ្មែរចូលរួមដែរហ្នឹងគឺពួកគាត់ហ្នឹងអ្នកដែលនិយាយទៅដែលពាក់ព័ន្ធជាមួយនឹងការផ្ដល់កម្ចីអនឡាញដែលខុសច្បាប់ហ្នឹងណាហើយយើងឃើញថាទោះបីជារដ្ឋាភិបាលចាត់វិធានការយ៉ាងម៉េចក៏ដោយបញ្ហាតម្រង់នៃកម្ចីនេះវាហាក់ដូចជានៅតែកើតឡើងជាបន្ត How does that make Cambodians vulnerable to exploitations, including forced labor, child labor, or involvement in criminal activities, both domestically and abroad? កម្ចីផ្លូវការតាមការសិក្សាស្រាវជ្រាវរបស់យើងហ្នឹងว่าមានពលរដ្ឋជាច្រើនដែរដែលគាត់រងគ្រោះតាក់ទងនឹងបញ្ហារំលោភសិទ្ធិរបស់គាត់នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុហ្នឹងដែលយើងបានរកឃើញនេះដូចជាការបង្ខំឲ្យពួកគាត់លក់ដីតាមការសិក្សាស្រាវជ្រាវរបស់យើងឃើញថាមានមនុស្សចំនួន167,000 នាក់ដែលត្រូវបានលក់ដីដោយបង្ខំដើម្បីសងបំណុលហើយគិតទៅវា 6.2% នៃអ្នកខ្ចីណាបាទអានឹងមិនមែនតែអង្គការ Liga do ដែលយើងរកឃើញនេះសូម្បីតែវិទ្យាស្ថានអន្តរជាតិរបស់អាល្លឺម៉ង់ដែលគេធ្វើការស្រាវជ្រាវលើកម្ចីហ្នឹងក៏ឃើញស្តីងគ្នានឹងដែរបាទហើយបញ្ហាទី2គឺតាក់ទងនឹងការប៉ះពាល់សុខភាពប៉ះពាល់សុខភាពរបស់គាត់ហ្នឹងដោយសារតែគាត់
mình miên chấm nô group con nó cứ cọt cặn một thòiในระบบ hộp chọc bảo con nó làm bây giờ xong bạ xong từ micro và ràng thụ những chuyện luôn trừ bờ sân chia cọt hộp chọc một group con chụp sẽ của màបញ្ហាទី3គាត់បង្ខំចិត្តដើម្បីឲ្យកូនរបស់គាត់ឈប់រៀនហើយជួយធ្វើការដើម្បីរកចំណូលសងហើយបើយើងមើលទៅលើចំណុចមួយទៀតកម្ចីឯកជននេះដែរបើកន្លងមកយើងធ្វើការសិក្សាទៅលើបញ្ហាលោអិតអញ្ចឹងកម្មករលោអិតភាគច្រើនដែលគាត់ជំពាក់បំណុលកម្ចីច្រើនហ្នឹងវាតគេហៅថាវាសឹងคล้ายទៅជាទេសភាពណាទេសកលនៅក្នុងលោអិតនឹងដែលលីកាដូពីមុនមកធ្លាប់ចេញរបាយការណ៍ថាទេសកលទេសភាពថ្មីសម័យទំនើបនៅក្នុងលោអិតវាស្មើនឹងទេសកលហ្នឹងក្នុងហ្នឹងក៏វាប៉ះពាល់ដល់ពលកម្មកុមារហើយវាជារឿងគ្រោះថ្នាក់មួយសម្រាប់កុមារដែលនៅក្នុងលោអិតនៅកន្លងមកយើងរកឃើញមានកុមារគ្រោះថ្នាក់ធ្ងន់ធ្ងរនៅក្នុងលោអិតចង្ការដល់បាត់បង់ជីវិតទៅទៀត How does organized crime exploit debt? For example, with trafficking people? ជាធម្មតាបើសិនជាយើងនិយាយជាការពិតទៅការជំពាក់បំណុលក៏ជាមូលហេតុមួយដែរវានាំឲ្យមានរឿងចំណាក់ស្រុកណាដែលអង្គការលីកាដូយើងធ្លាប់ធ្វើការស្រាវជ្រាវមកអំពីចំណាក់ស្រុកដែលពាក់ព័ន្ធនឹងបំណុលហ្នឹងអញ្ចឹងវាប្រតិគ្នានៅពេលដែលបំណុលច្រើនហើយពួកគាត់ចង់ធ្វើការចំណាក់ស្រុកវាជាឱកាសល្អមួយសម្រាប់ទៅលើអក្រិតជនឬក៏អ្នកដែលឆោបោកអ្នកដែលជួញដូរកម្លាំងពលកម្មឬការជួញដូរមនុស្សក្នុងការលួងលោមឬក៏ក្នុងការលួងលោមឬក៏ឆោបោកសម្រាប់ពួកគាត់ទៅធ្វើការនៅក្រៅប្រទេសឬក៏កន្លែងផ្សេងដែលជាកន្លែងគ្រោះថ្នាក់អញ្ចឹងវាคล้ายទៅជាកម្មវត្ថុមួយនៃការនាំមនុស្សឆ្លងដែនទៅខុសច្បាប់និងការជួញដូរមនុស្ស What is the government currently doing to address household debt? And how could monitoring and support be improved? យើងឃើញមានយន្តការច្រើនដែលបានធ្វើកន្លងមកប៉ុន្តែបើយើងមើលទៅលើប្រសិទ្ធភាពវាហាក់ដូចជាមិនទាន់មានឲ្យបានពេញលេញទេយន្តការទាំងអស់នេះយើងឃើញថារដ្ឋាភិបាលបានចាប់ដៃគូជាមួយនឹងវិស័យឯកជនជាមួយនឹងអង្គការអន្តរជាតិផ្សេងៗដើម្បីស្វែងរកគោលនយោបាយឬក៏មធ្យោបាយក្នុងការដោះស្រាយតែរហូតមកដល់ពេលនេះវានៅក្នុងដំណាក់កាលនៃកំពុងតែជជែកគ្នាបន្តទៅទៀតហើយអ្វីដែលអង្គការសង្គមស៊ីវិលដែលយើងចង់បាននៅយន្តការមួយដើម្បីដោះស្រាយបញ្ហានេះឲ្យវាមានប្រសិទ្ធភាពគឺយន្តការឯករាជ្យមួយដែលបង្កើតឡើងដោយឯករាជ្យមិនមែនពាក់ព័ន្ធជាមួយនឹងភាគីដូចជាមីក្រូហិរញ្ញវត្ថុឬក៏ធនាគាររដ្ឋឬក៏ភាគីដែលពាក់ព័ន្ធនេះយើងចង់ឲ្យមានភាគីឯករាជ្យមួយជាយន្តការសម្រាប់ដោះស្រាយទៅលើបញ្ហាទាំងអស់ហ្នឹងធ្វើការស្រាវជ្រាវហើយបង្កើតនៅយន្តការឬក៏គោលការណ៍ក្នុងការដោះស្រាយអាហ្នឹងវាអាចមានសិទ្ធិភាពនៅពេលអនាគតប៉ុន្តែបើមិនអញ្ចឹងទេបញ្ហាហ្នឹងវានៅតែកើតបន្តទៅ What solutions from both civil society and government perspectives could most effectively reduce debt-related exploitations? កន្លងទៅអង្គការសង្គមស៊ីវិលយើងបានចូលរួមច្រើនដែរនៅក្នុងផ្នែកកម្ចីមីក្រូហិរញ្ញវត្ថុនេះដោយយើងមានចេញជាឧបករណ៍ផ្សេងៗសម្រាប់ឲ្យពួកគាត់មានការស្វែងយល់ដឹងតាមរយៈ Facebook តាមរយៈ website ឬក៏ TikTok របស់អង្គការ Linkado អំពីនីតិវិធីនៃការខ្ចីមីក្រូហិរញ្ញវត្ថុឬក៏ការយល់ដឹងរបស់គាត់ថាមុននឹងការសម្រេចចិត្តគាត់គួរធ្វើអីខ្លះហើយនៅពេលដែលមានបញ្ហាគាត់គួរតែមានការដាក់ទៅកន្លែងណាខ្លះដើម្បីស្វែងរកដំណោះស្រាយហើយអ្វីដែលសំខាន់មន្ត្រីឥណទាននឹងត្រូវតែមានការប្រឹក្សាយោបល់ឲ្យគាត់ឲ្យបានយល់មុននឹងគាត់សម្រេចចិត្តក្នុងការខ្ចីជាងការដែលគាត់សម្រេចខ្ចីដោយអត់បានយល់វាคล้ายទៅជាបំណុលមួយដែលគាត់គ្មានលទ្ធភាពសងហើយអាចคล้ายជាបំណុលវណ្ឌកឬក៏គាត់អាចคล้ายទៅជាជនរងគ្រោះផ្សេងទៀតដែលកើតចេញអំពីបំណុលហ្នឹងអញ្ចឹងអ្វីដែលសំខាន់បំផុតហ្នឹងគឺអង្គការសង្គមស៊ីវិលយើងជួយជំរុញមួយ
ហើយមីក្រូហិរញ្ញវត្ថុនិងធនាគារនឹងត្រូវតែអនុវត្តនៅទូនាទីរបស់ខ្លួនបើន័យថាមន្ត្រីឥណទានត្រូវតែមានការប្រឹក្សាយោបល់ដល់អ្នកកម្ចីនឹងទាំងមុនពេលខ្ចីឲ្យគាត់យល់ពេលកំឡុងពេលខ្ចីនិងក្រោយពេលខ្ចីគឺត្រូវតែបើកការប្រឹក្សាយោបល់ឲ្យបានទូលំទូលាយតែកន្លងមកបញ្ហានេះយើងឃើញថាមានតិចណាស់ដែលបានធ្វើបាទអញ្ចឹងហើយបានពលរដ្ឋជាច្រើនគាត់នៅមិនទាន់យល់ច្បាស់ Thank you, I'm Sam Ath, for joining us on this episode of Mekong Matters. For more insights into organized crime across the Mekong, stay tuned for our monthly Mekong Matters podcast. Make sure to subscribe so you don't miss an episode. I'm Trang Nguyen. Thank you for listening.